ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់សូមគាំទ្រចំពោះការលើកឡើងរបស់សម្ដេចថាបតីហ៊ុនម៉ាណែតដោយសម្ដេចបានធ្វើការលើកឡើងយ៉ាងដូចនេះថានៅក្នុងករណីមានការវិលត្រឡប់ក្នុងទ្រឹងទ្រាយធំដោយមូលហេតុណាមួយរបស់បងប្អូនពលរដ្ឋខ្មែរយើងពីប្រទេសថៃរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចនៅក្នុងការសម្របសម្រួលដោះស្រាយក្រសួងស្ថាប័នពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង7ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែនការស្នាក់នៅបណ្ដោះអាសន្នការហូបចុកនិងការថែទាំព្យាបាលសុខភាពបឋមជូនទៅដល់បងប្អូននៅតាមតំបន់ព្រំដែនក្រសួងការពារជាតិកងទ័ពជើងគោកសាលារាជធានីភ្នំពេញត្រៀមរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែនត្រឡប់ទៅស្រុកកំណើតវិញក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនទៅដល់បងប្អូនដែលវិលត្រឡប់មកវិញដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង 70000 នាក់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈនៅក្នុងការជួយអន្តរាគមន៍ដល់បងប្អូនពលរដ្ឋខ្មែរដែលត្រូវត្រឡប់មកវិញនៅក្នុងការសម្រួលជីវភាពប្រចាំថ្ងៃតាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមគិច្ចមួយចំនួនជាមួយគ្នានេះផងដែរខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាពិនិត្យលទ្ធភាពនៅក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីថៃវិញចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយនឹងធនាគារឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមលទ្ធភាពឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបានពេលប្រទេសនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមមុខនឹងបញ្ហាស្មារតីសាមគ្គីឯកភាពជាតិនិងការជួយគ្នាទៅវិញទៅមកគឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើងបានជាការលើកឡើងរបស់សម្ដេចថាបតីហ៊ុនម៉ាណែតដែលបានធ្វើការបង្ហោះនៅលើបណ្ដាញសង្គមគឺយើងឃើញថាមានបងប្អូនប្រជាពលរដ្ឋខ្មែរយើងមានការគាំទ្រយ៉ាងច្រើនចំពោះការលើកឡើងរបស់សម្ដេចបានជាព័ត៌មានដែលយើងខ្ញុំបានលើកឡើងក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន